ហើយនេះគឺជាវីដេអូដែលខ្ញុំទៅដេកប្រៃម្នាក់ឯងទៀតហើយជើងដែរគឺបានតែ pleasure ហូបទេគឺអត់ហូបបាយទេហូបតែ pleasure គឺឆ្អែតហើយពុកម៉ែបងប្អូនបាទបើនិយាយពីទិដ្ឋភាពវិញឃើញថាស្អាតហើយធ្លាក់អាប់អូយនិយាយថាស្អាតណាស់ពុកម៉ែបងប្អូនហើយដោយពុកម៉ែបងប្អូនកំពុងមើលទស្សនាវីដេអូនេះចឹងឃើញថាថ្មយើងលាស់ដោះធ្លេខៀវខ្ចីពណ៌បៃតងមកហើយនិយាយពីទឹកវិញគឺថ្លាស្រេបម្ដងពុកម៉ែបងប្អូនបាទទឹកអូនេះភ្លៀងយ៉ាងណាក៏វាល្អដែរធ្វើកាន់តែភ្លៀងខ្លាំងកាន់តែទឹកថ្លាទឹកវាចេញពីរុនថ្មឡើងទឹកធ្លាក់ពីលើមកប៉ុន្តែយ៉ាប់ទៅខ្ញុំបាទដៃម្ខាងហ្នឹងជែកមកស្ទងដៃម្ខាងត្រេនមួយផ្លែអូធ្ងន់ណាស់បងប្អូនអើយដៃម្ខាងជែកម្ខាងត្រេនហើយយើងមកដល់ទីតាំងនេះគឺយើងគឺឆ្កាដែលយើងអាចបោះតង់ដេកលេះទួលយើងអាចយកឆ្កាបោះតង់ដេកនឹងបានហើយក៏មានផ្លែឈើព្រៃអាចនឹងផ្លែបានទាំងនេះគឺផ្លែលវីហើយដេកទួលលំអមបោះតង់ដេកប៉ុន្តែយើងអាចបោះតង់ដេកបានទេកន្លែងនេះយើងអាចចងរឹងដេកបានព្រោះឡើងនេះថ្មឬប្រដប់ហើយជាពិសេសហ្នឹងអូនេះសបោត្រីដែរបងប្អូនបាទនៅខាងលើមានលងមួយជ្រៅសបោត្រីដែរប៉ុន្តែខ្ញុំទៅដេកឡើងហ្នឹងទេដោយសារតែព្រៃដាញពេកគឺអត់ដែលសូវមានណាទៅយើងព្រៃដាញពេកយើងអត់ទៅដល់តែវីដេអូក្រោយខ្ញុំនឹងទៅដេកឡើងហ្នឹងដើម្បីដាក់មករកត្រីសំខាន់មកជើងនេះនិយាយថាចំមេឃភ្លៀងទៀតបងប្អូនហើយភ្លៀងយុទ្ធមែនតែនមកភូមិខ្ញុំប្រហែលថ្ងៃនេះគឺថាភ្លៀងខ្លាំងណាស់បងប្អូនហើយចូល4-10ថ្ងៃជួបគ្នាភ្លៀងទឹកនឹងលិចណាលិចណីបងតទៅពេលយើងធ្វើបោះតង់ក្រាបប្រក់តង់ហើយយើងក៏ពុះត្រេនហូបព្រោះយើងហូបត្រេនទ្រពពោះហើយយើងអត់យកអីមកហូបទេយើងហូបតែត្រេនទេបាទត្រេនជែកអីចឹងទៅបាទហូបត្រេនអស់តែមួយជំនាញកាប់ពិតបងប្អូនឃើញខ្ញុំបោះគ្រាប់បោះស្បុកចេញក្រោតទឹកកាប់ពិតអានឹងខ្ញុំរើសវិញទេខ្ញុំរើសខ្ញុំដុតវិញទេបន្ទាប់ពីយើងក៏ហូបត្រេនរួចក៏យើងដើរដាក់មងព្រោះកន្លែងហ្នឹងក៏មានត្រីដែរទឹកវារឿងជ្រៅដែរកន្លែងហ្នឹងហើយកន្លែងនេះវិញត្រីពីមុនមានតែកតនជ័យទៀតឥឡូវអត់មានទេឥឡូវមានត្រីខ្ចៅត្រីក្រួសអីចឹងធម្មតាទៅបាទហើយប្រទេសភាពកន្លែងយើងដាក់មងនេះនិយាយថាអូស្អាតណាស់បងប្អូនអើយនិយាយរួមខ្ញុំតែឃើញមកនិយាយថាដែលឃើញប៉ុន្តែវាមិនដឹងថាកន្លែងនេះស្អាតដល់ណាស់ហ្នឹងវាពណ៌បៃតងខៀវឲ្យទឹកអូនថ្លាស្រេបដល់ហើយរួចមកយើងក៏កាប់អស់យកមកដើម្បីបង្កើតភ្លើងដើម្បីដាំទឹកហូបយើងទៅណាប៉ុន្តែចង់លទ្ធផលយើងក្រោយគឺបានដាំបាយទេគឺយើងហូបតែផ្លែឈើផ្លែចេកផ្លែត្រេនហើយនិងផ្លែលវីទៅហើយកន្លែងយើងដុតភ្លើងហ្នឹងយើងកថ្មហើយជីកដីហ្នឹងយកមករៀបឲ្យស្មើដើម្បីកន្លែងបង្កាត់ភ្លើងព្រោះអីយើងបង្កាត់ភ្លើងលើថ្មវាបាក់បង្កាត់ណាមួយខ្លាច់ផ្ទុះថ្មយើងហើយនិយាយថាអត់ដាំបាយហូបតែផ្លែឈើហ្នឹងមិនត្រឹមតែអត់ដាំបាយហូបអត់ហូបបាយទេគឺអត់ដេកនឹងទៀតដោយសារតែមានមូលហេតុមួយយ៉ាងអញ្ចឹងចុងវីដេអូខ្ញុំនឹងប្រាប់ពុកម៉ែបងប្អូនថាមូលហេតុដែលខ្ញុំអត់បានទៅដេកនឹងបញ្ហាមកពីអ្វីគេតោះចូលសាច់រឿងយើងវិញយើងក៏កាប់អស់ទីចនិតតិចតូចដើម្បីស្រួលបង្កាត់ភ្លើងវាឆាប់ឆេះទៅហើយណាមួយរយៈនេះគឺភ្លៀងខ្លាំងជាងអស់អត់សូវស្ងួតទេអស់វាជោកអញ្ចឹងបាក់បង្កាត់ភ្លើងនេះហើយប៉ុន្តែអត់អីទេសម្រាប់ខ្ញុំតែរឿងបង្កាត់ភ្លើងនឹងខ្ញុំចេះឆ្នៃខ្ញុំកាប់ឈើតូចល្អិតហ្នឹងមកវាតូចជាងបង្កាត់ទៅឆាប់ឆេះបាទហើយអស់យើងច្រើនណាស់អានេះដេកមួយអាទិត្យក៏យើងប្រើអស់នឹងក៏មកអស់ដែរអស់យើងអស់ច្រើនហ្មងហើយយើងក៏កលិចមើលមងមកយើងឃើញថាបានកូនត្រីខ្ចៅ2បាទបើមិនជាមានផ្លែប្លុកទៀតរួចមកពេលហើយទឹកហូរទឹកឆាយបើយើងគឺថាអែមហើយយើងក៏មកមើលផ្លែលាវីរបស់យើងគឺចាប់ដើមទុំហើយទុំ3-4ផ្លែលាវីដូចអាកាលឆ្នាំណាទេផ្លែលាវីនឹងគេទិញទៀតបងប្អូនគេយកទៅសេនទេវតាចូលឆ្នាំចិនហើយចូលឆ្នាំចិនចូលឆ្នាំខ្មែរគេយកទៅសែនទៀតបាទដូចជា1គីឡូ 4-5,000ណាថ្លៃដែរហើយនេះផ្លែលាវីរបស់យើងមានអាទុំខ្លាំងពីអាស្ទើពីហើយវាទឹកដុំឆ្ងាញ់ណាស់បងប្អូនវារសជាតិផ្អែមទេអត់មានអីទេបាទរសជាតិផ្អែមហើយខ្ញុំហូបនេះមិនហូបតិចដងហូបច្រើនដងហើយអញ្ចឹងនិយាយថារសជាតិវាគឺសម្រាប់ខ្ញុំគឺខ្ញុំថាឆ្ងាញ់នៅរសជាតិធម្មតាដែរហើយកន្លែងនេះវិញខ្ញុំនិយាយបានថាអត់ឆ្ងាយពីភូមិអីប៉ុន្មានទេបងប្អូនបាទគឺប្រហែលជា3គីឡូដីទេមកពីភូមិជិះម៉ូតូមកតែមកផ្លែតែ2-3នាទីមកដល់អត់សូវឆ្ងាយប៉ុន្មានហើយខែនេះគឺពេញលេងម្ដងព្រោះសារតែមេឃភ្លៀងទឹកហូរហើយអូនេះវិញគឺតបភ្ជាប់ពីទឹកធ្លាក់រូងដុនសាយហ្មងបងប្អូនបាទគឺតបភ្ជាប់ពីទឹកធ្លាក់រូងដុនសាយហូរជាមក្រមនោះគឺទឹកថ្លាហ្មងហើយមកស្ទុះមកក៏ខ្ញុំរៀបចំដាក់ត្រេន2ខ្លែបទៀតបាទដាក់ត្រេនជែកនឹងផ្លែឈើដែលយើងបេះទៅនិយាយថាឆ្ងាញ់ណាស់បងប្អូនហើយបាទជាតិមួយយ៉ាងបើយើងអត់បានហូបបាយយើងអត់បាននិយាយរំថាគឺយើងអត់ហូបបាយទេយើងហូបតែត្រេនហូបតែផ្លែឈើទៅហើយនេះគឺយើងសាម៉ងយកទៅផ្ទះវិញ
ហើយបានសល់គុណទៅខ្យល់មួយទៀតរួចទៅណាហើយបាយកាសនេះគឺធ្លាក់អាប់ធ្លាក់សែងមកគ្រប់ទៅ10ព្រៃកន្លែងនេះយើងដេកមកខ្ញុំថាដូចព្រៃក្នុងព្រៃអានីសូនយើងនិយាយថាចម្លែកដល់វាធ្វើឲ្យយើងរៀងស្រាវស្រាញរៀងញើតដែរណាអញ្ចឹងខ្ញុំនឹងប្រាប់មូលហេតុដែលខ្ញុំអត់បានដេកនៅនឹងដែលខ្ញុំត្រឡប់ទៅផ្ទះវិញគឺមូលហេតុដែលថាម៉ូនេះគឺខ្ញុំមកតែយកតែខ្ទឹមស្ករបីជើងម៉ូធម្មតាហើយខ្ញុំអត់យកអីម៉ូហ្នឹងខ្ញុំយកតែរឹងកភួយខ្ទឹមស្ករបីជើងទៅហើយជាផ្សេងហ្នឹងឆ្នាំងចានខ្ញុំអត់យកម៉ូផងខ្ញុំផ្លិចឆ្នាំងចានរៀបចំទុកដាក់អីហើយផ្លិចឆ្នាំងចានផ្លិចនិយាយរួមផ្លិចទាំងអស់មានទាំងកហើយនឹងធ្វើឲ្យចេញហើយអត់មានបាយហូបឲ្យយើងទៅដេកមិនអូស្ដាយមែនតើម៉ែបងបាទនិយាយថាបើសិនជាបានយកឆ្នាំងកមកបានដេកហ្នឹងគឺអែមណាស់បងប្អូនហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងដើម្បីតាមដានវីដេអូថ្មីពីខ្ញុំក្រោយបាទអរគុណច្រើនដល់បងប្អូនទាំងអស់គ្នា